កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ7មករាបន្តចុះអនុវត្តអនុក្រឹត្យលេខ03របស់រដ្ឋាភិបាលដើម្បីទប់ស្កាត់បទល្មើស online scam ក្នុងមូលដ្ឋានខ្លួនរយៈពេល2ថ្ងៃគណៈបញ្ជាការឯកភាពខណ្ឌ7មករាក្រោមការដឹកនាំដោយលោកថេងសូថុលអភិបាលខណ្ឌបានបន្តចុះត្រួតពិនិត្យអគារជួលការស្នាក់នៅដ៏ធំមួយកន្លែងយីហៅ Golden Tower និង Apartment ជួល BK Residence ស្ថិតក្នុងសង្កាត់វិលវងខណ្ឌ7មករាក្នុងការបោសសម្អាត online scam លោកថេងសូថុលអភិបាលខណ្ឌ7មករាបានឲ្យដឹងថាតាមបទបញ្ជានិងចង្អុលបង្ហាញរបស់ឯកឧត្តមខួងស្រេងអភិបាលរាជធានីភ្នំពេញតែងតែចុះត្រួតពិនិត្យជាប្រចាំទៅតាមបណ្ដាទីតាំងផ្ដល់ការស្នាក់នៅតូចធំនានាទាំងអស់ក្នុងមូលដ្ឋានដើម្បីទប់ស្កាត់និងបោសសម្អាតដាច់ខាតលើឧក្រិដ្ឋកម្មឆ្លងដែនតាមប្រព័ន្ធបច្ចេកវិទ្យានេះដោយមិនអនុញ្ញាតឲ្យក្រុមឧក្រិដ្ឋជនយកប្រទេសកម្ពុជាជាជំរកសម្រាប់ប្រព្រឹត្តបទល្មើស online scam នោះឡើយជាក់ស្ដែងរយៈពេល2ថ្ងៃនៃការចុះរដ្ឋបាលនេះដែរពុំបានរកឃើញអ្វីគួរឲ្យកត់សម្គាល់នោះឡើយសូមបញ្ជាក់ថាក្នុងករណីបើកម្លាំងអាជ្ញាធរមានសមត្ថកិច្ចរកឃើញថាម្ចាស់ទីតាំងផ្ដល់ការស្នាក់នៅដល់ជនទាំងឡាយណាប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះអ្នកផ្ដល់ការស្នាក់នៅនោះនឹងត្រូវទទួលរងការផាកពិន័យចំនួន4លានរៀលក្នុងជនល្មើសម្នាក់ដោយមិនទាន់គិតពីទោសទណ្ឌដទៃផ្សេងដែលមានចែងក្នុងច្បាប់ជាធរមាន